សួស្តីថ្ងៃនេះចង់និយាយពីបណ្ដាញផ្សព្វផ្សាយសង្គមឃើញថាការល្បួងនៃបណ្ដាញសង្គមបច្ចុប្បន្នមានហេតុភេទជាច្រើនដែលធ្វើឲ្យសង្គមកាន់តែអាប់អួរទៅជាពិសេសការលក់ផលិតផលផ្សេងៗយើងដឹងថាផលិតផលផ្សេងវាមានពីរយ៉ាងនៅក្នុងនោះវាមានគុណសម្បត្តិនិងគុណវិបត្តិប៉ុន្តែផលិតផលខ្វះបច្ចេកទេសភាគច្រើនទទួលបានគុណវិបត្តិច្រើនជាងក៏ប៉ុន្តែមនុស្សដែលជាច្រើនកំពុងធ្លាក់ទៅដល់ការនោះហើយក៏បង្កើតការល្បួងជាច្រើនផងដែរមនុស្សយើងម្នាក់គេគិតអំពីប្រាក់ចំណូលលុយកាក់មាសប្រាក់ជាបញ្ហារបស់ពួកគេប៉ុន្តែគ្រាន់តែចង់ប្រាប់ថាទាំងអនុសិទ្ធតែជាការល្បួងបង្ហាញពីការដែលឥតប្រយោជន៍ការឲ្យព្រះពិភពលោកនេះយើងត្រូវការព្រះដើម្បីជួយសង្គ្រោះយើងរាល់គ្នាប្រយោជន៍ឲ្យយើងរាល់គ្នារួចផុតនៃការវិនិច្ឆ័យមហន្តរាយពេលខាងមុខព្រោះតែព្រះយេស៊ូវគ្រីស្ទទ្រង់ជាព្រះដែលព្រះបរិតាបានបញ្ជូនមកអំពីស្ថានសួគ៌ដើម្បីមកជួយឲ្យបងប្អូនមនុស្សឲ្យប្រព្រឹត្តតាមព្រះបន្ទូលតាមបញ្ញត្តិទ្រង់ប៉ុន្តែយើងឃើញថាមនុស្សគេវក់ឲ្យធ្លាក់ក្នុងការល្បួងជាច្រើនគេគិតថារូបកាយគេត្រូវការរូបសម្រស់ស្អាតការត្រូវការរូបសម្រស់សម្ផស្សស្អាតនោះ